មុនចូលសាច់រឿងសូមជួយ Subscribe និង Like ម្នាក់មួយផងនៅភូមិដាច់ស្រយាលមួយមានផ្ទះឈើចាស់មួយដែលគេបោះបង់ចោលអស់ជាង20ឆ្នាំអ្នកចាស់ក្នុងភូមិនិយាយថាម្ចាស់ផ្ទះជាគ្រួសារមួយដែលបានស្លាប់ដោយអាថ៌កំបាំងតាំងពីថ្ងៃនោះមករៀងរាល់ម៉ោង3ទៀបភ្លឺគេតែញើសសំឡេងគោះទ្វារ3ដងតុកតុកតុកបើអ្នកណាបើកទ្វារគេនឹងមិនឃើញនរណាម្នាក់ទេប៉ុន្តែអ្នកដែលបើកទ្វារនឹងចាប់ផ្ដើមមើលសំឡេងគោះនោះរៀងរាល់យប់រហូតដល់ថ្ងៃបាត់ខ្លួនយុវជន4នាក់ឈ្មោះវុធីតារាសុភ័ក្រនិងនីតាមិនជឿរឿងនេះទេពួកគេសម្រេចចិត្តទៅស្នាក់នៅផ្ទះនោះមួយយប់ដើម្បីថតវីដេអូបង្ហោះលើបណ្ដាញសង្គមពេលថ្ងៃលិចពួកគេចូលទៅក្នុងផ្ទះធូលីហុយពេញបន្ទប់រូបថតគ្រួសារចាស់នៅជាប់ជញ្ជាំងហើយសរសៃពីងគ្រប់ដណ្ដប់គ្រប់ទីកន្លែងនៅជ្រុងបន្ទប់មាននាឡិកាចាស់មួយដែលឈប់ដំណើរការត្រឹមម៉ោង3:00នីតាសើចហើយនិយាយថារឿងខ្មោចអីគ្រាន់តែផ្ទះចាស់ប៉ុណ្ណោះប៉ុន្តែភ្លាមនោះខ្យល់ត្រជាក់ខ្លាំងបានបក់ចូលទូបង្អួចទាំងអស់បិទជិតក៏ដោយម៉ោង12យប់ពួកគេកំពុងអង្គុយជុំគ្នាស្រាប់តែសំឡេងជើងដើរលើពីដានក្រឹកក្រឹកក្រឹកទាំង4នាក់សម្លឹងមុខគ្នាគ្មានអ្នកណាហ៊ាននិយាយតារាកាន់ពេលឡើងទៅពិនិត្យជាន់លើគាត់បើកទ្វារយឺតគ្មានមនុស្សទេប៉ុន្តែធូលីនៅលើឥដ្ឋបង្ហាញស្នាមជើងតូចជាច្រើនហាក់ដូចជាក្មេងម្នាក់កំពុងដើរជុំវិញគាត់ម៉ោង2:59នាឡិកាចាស់ដែលខូចអស់ជាច្រើនឆ្នាំស្រាប់តែចាប់ផ្ដើមដើរទឹកទឹកទឹកបន្ទាប់មកតុកតុកតុកសំឡេងគោះទ្វារ3ដងបានលាន់ញើសនីតាដើរទៅរកទ្វារអ្នកទាំង3ស្រែកខាត់កុំបើកប៉ុន្តែនាងដូចជាមិនបានឬនាងយកដៃចាប់ចំណុចទីងទ្វារហើយបើកវាចេញយឺតខាងក្រៅគ្មាននរណាម្នាក់ឡើយមានតែភាពងឹតនិងអាប់ទោសនៅពេលនាងបិទទ្វារវិញមានស្នាមជើងសើមជាច្រើនកំពុងលេចឡើងលើកម្រាលឈើដូចជាមាននរណាម្នាក់ដើរចូលក្នុងផ្ទះទាំងគ្មានរូបរាងឲ្យឃើញភ្លើងពើទាំងអស់រលត់សំឡេងក្មេងស្រីម្នាក់ខ្សឹបក្បែរត្រចៀកខ្ញុំត្រឡប់មកផ្ទះវិញហើយវិសាលគ្មានអ្នកណាឈ្មោះនេះក្នុងក្រុមគ្រប់គ្នាភ័យខ្លាចព្រោះសំឡេងនោះហៅឈ្មោះមនុស្សដែលមិនមាននៅទីនោះភ្លាមរូបថតចាស់នៅលើជញ្ជាំងធ្លាក់បែកនៅខាងក្រោយរូបថតមានអក្សរឈាមសរសេរថាអ្នកទី5បានមកដល់ហើយប៉ុន្តែក្នុងផ្ទះមានតែ4នាក់ប៉ុណ្ណោះពេលពួកគេរាប់គ្នាម្នាក់2 3 4 5គ្រប់គ្នាសម្លឹងមុខគ្នាអ្នកណាជាមនុស្សទី5នៅជ្រុងបន្ទប់មានមនុស្សម្នាក់ឈរស្ងៀមសក់វែងបាំងមុខសម្លៀកបំពាក់ពណ៌ជ្រាបទឹកនាងមិនដើរទេតែឪមកជិតយឺតវុធីស្រែកឲ្យរត់ទ្វារមុខមិនបើកបង្អួចទាំងអស់ជាប់គាំងសំណើចត្រជាក់បានបន្លឺពេញផ្ទះពេលតារាបើកពេលម្ដងទៀតរូបស្ត្រីនោះបាត់តែឥឡូវនេះនាងឈរពីក្រោយសុភ័ក្រមិនដឹងខ្លួនទេនាងលើកដៃស្គមស្កាំងដាក់លើស្មាគាត់ហើយខ្សឹបថានៅជាមួយខ្ញុំសុភ័ក្រស្រែកយ៉ាងខ្លាំងហើយដួលសន្លប់មុនភ្លឺបន្តិចពួកគេអាចរត់ចេញពីផ្ទះបានពេលត្រឡប់មកភូមិវិញអ្នកភូមិសួរថាហេតុអ្វីទៅតែ4នាក់ពួកគេឆ្លើយថាពួកយើងក៏មានតែ4នាក់ដែរអ្នកចាស់ម្នាក់ញ័រខ្លួនហើយបង្ហាញវីដេអូពីកាមេរ៉ារបស់ពួកគេក្នុងវីដេអូគេឃើញមនុស្ស5នាក់ដើរចូលផ្ទះតាំងពីដំបូងមនុស្សទី5គឺស្ត្រីស្លៀកពណ៌ដែលដើរតាមពីក្រោយពួកគេគ្រប់ជំហានប៉ុន្តែគ្មាននរណាម្នាក់បានដឹងឡើយចាប់តាំងពីយប់នោះមករៀងរាល់ម៉ោង3ទៀបភ្លឺវុធីតារាសុភ័ក្រនិងនីតាតែញើសសំឡេងគោះទ្វារ3ដងតុកតុកតុកពួកគេមិនដែលបើកទ្វារម្ដងទៀតឡើយប៉ុន្តែអ្នកជិតខាងនិយាយថានៅពេលគេក្រឡេកមើលតាមបង្អួចផ្ទះរបស់ពួកគេតែងឃើញស្រមោលមនុស្ស5នាក់ឈរជាប់គ្នាទោះក្នុងផ្ទះមានមនុស្សរស់តែ4នាក់ក៏ដោយចប់